เพนยันสถัดនៅភាគខាងជើងខ្ញុំមិននឹកស្មានថាវានៅក្នុងថ្មនេះទេវាពិតជាពោពេញដោយពណ៌ស្វាយភ្លឺថ្លាគ្មានការប្រមាញ់នឹងជាកំណាត់នេះជាត្បូងពណ៌ស្វាយរបស់អធិរាជទឹកកកខ្ពស់ដែលមានតម្លៃយ៉ាងហោច 1000 លានតើអ្នកយល់យ៉ាងណាដែរចំពោះថ្មគុណភាពខ្ពស់ទាំង5ដែល Shi Jensen ដាក់ដេញថ្លៃថ្ងៃនេះតើការបង្ហាញខាងក្រៅរបស់ Biowang 5165យ៉ាងម៉េចដែរវាពិតជាល្អឥតខ្ចោះដែលវាពិតជានឹងជាទីពេញចិត្តនាពេលបច្ចុប្បន្ននេះប្រសិនបើអ្នកឈ្នះវាអ្នកនឹងចំណាយកាន់តែច្រើននិងចាញ់ទៅជាងសំណួរល្អប៉ុន្តែវាស្មើនឹងលេខស្តង់ដារ5165ខ្ញុំចូលចិត្តលេខ144ហេតុអ្វីបានជាអ្នកឃើញវាតាមការសង្កេតរបស់ខ្ញុំការអនុវត្តជាក់ស្ដែងនៃលេខ144មិនពូកែសម្រាប់សម្ភារៈលេខ144នេះទេផ្ទៃខាងលើត្រូវបានគ្របដណ្ដប់ដោយស្លែកខ្មៅប៉ុន្តែមានស្នាមប្រេះធំនៅចំកណ្ដាលដែលជាកន្លែងផ្ទុះវាក៏មានពណ៌លឿងបន្តិចតាមការសង្កេតរបស់ខ្ញុំលេខ44ទំនងជាផលិតត្បូងពណ៌ស្វាយបានល្អបំផុតវានៅតែជាមនុស្សព្រៃផ្សៃដូច្នេះតើលេខ44ប្រៀបធៀបជាមួយ Biowang 5165យ៉ាងដូចម្ដេចរូបរាងរបស់យ៉ា444នឹងកាន់តែល្អប្រសិនបើអ្នកដាក់វាចុះកូនប្រុសភ្នែករបស់អ្នកគឺដាច់ខាតជឿឬមិនជឿយើងនឹងវាលេខ44ដោយអស់ពីកម្លាំងរបស់យើងនៅពេលក្រោយលោកស៊ូមើលទៅទីនោះបរិះនោះគឺជាទីប្រឹក្សាយេតរបស់ Lekire វាជាផ្នែកដ៏ទេវភាពថ្មីរបស់ជាង Xiao Shizhen ខ្ញុំសង្កេតឃើញថាពួកគេហាក់ចាប់អារម្មណ៍ខ្លាំងចំពោះលេខ144ខ្ញុំមិនគិតថាលេខ44មានតម្លៃច្រើនទេគោលដៅសំខាន់របស់យើងថ្ងៃនេះគឺផ្ដោតលើលេខ5165ទោះបីជាការដេញថ្លៃលេខ5165នាពេលក្រោយនឹងឡើងដល់តម្លៃខ្ពស់ក៏ពុកក៏ដោយជួកាន់តែធំវានឹងមានតម្លៃកាន់តែច្រើនខ្ញុំមិនចាំបាច់និយាយអ្វីទៀតអំពីអាចកំបាំងក្នុងរឿងនេះទេ Error 504 server error 1504 that's an error there was an error Please try again later that's all we know នៅក្នុងក្រសែភ្នែករបស់គាត់បំណែកនៃសាកសពបែកញើសនិងប្រេះស្រាំដូចលេខ44បានក្លាយជាកំណប់ Lekire ពិតជាស្រឡាងកាំងទីប្រឹក្សា Wu Kingzul សោកស្ដាយណាស់ហាបន្ទាប់មកយើងនឹងវាយលុក Escort King លេខ5166ដោយកម្លាំងរបស់យើងនៅពេលក្រោយប៉ុន្តែយើងក៏ត្រូវយកចិត្តទុកដាក់ចំពោះលេខ44ផងដែរខ្ញុំចង់ឃើញថ្នាំប្រភេទណាដែលអ្នកកំពុងលក់នៅក្នុងផ្លែឃ្លោកថ្មរដុបចំនួន5ដែលត្រូវបានជ្រើសរើសដែលនឹងដាក់ដេញថ្លៃបន្ទាប់សម្រាប់ភ្ញៀវកិត្តិយសរបស់យើងទាំងអស់គឺមកពីអណ្ដូងរ៉ៃឡាប៉ាវត្ថុដំបូងដែលត្រូវដាក់ដេញថ្លៃគឺថ្មគ្រើមលេខ144ដែលមានតម្លៃចាប់ពី8លានការកើនឡើងតម្លៃនេះមួយមិនត្រូវតិចជាង509លានទេ9511លានខ្ញុំនាវមកក្រុមដេញថ្លៃ15លានយើងនឹងចំណាយ18លានសម្រាប់ត្រាក់តលេងជាមួយគាត់អូការដេញថ្លៃគ្រឿងអលង្ការឈឺរបស់យើងគឺ18លានដើមឡើយខ្ញុំគិតថា15លាននឹងជាតម្លៃខ្ពស់បំផុតសម្រាប់ថ្មនេះដោយមិននឹកស្មានដល់ពួកគេបានទាមទារ18លានវាហាក់បីដូចជាប្រសិនបើអ្នកចង់ឈ្នះដុំថ្មរដុបលេខ144ថ្ងៃនេះអ្នកនឹងបាត់បង់ផ្លែលើក3នឹងព្រឹក2តើអ្វីទៅជាប្រភពដើមនៃគ្រឿងអលង្ការអង្កាំរបស់ Lakire ក្មេងស្រីដ៏ស្រស់ស្អាតរបស់បងប្រុស She គឺជាមនុស្សមិនគួរឲ្យជឿនាងគឺជាជើងឯកនៃការប្រកួតអ្នកលេងល្បែងជាច្រើនមនុស្សដែលនៅក្បែរជ្រូកពស់វៀនត្រូវបានគេស្គាល់ថាជាមហាក្ត្រីនៃល្បែងថ្មគឺជាអ្នកវិតម្លៃកម្ពុជាផ្ទៃខាងក្រោយត្រាក់តរបស់នាងមិនតូចទេប៉ុន្តែអ្វីដែលមានឥទ្ធិពលបំផុតអំពីពស់វៀនជ្រូកគឺសមត្ថភាពមិនធម្មតារបស់វាដើម្បីកំណត់អត្តសញ្ញាណថ្មដូច្នេះហើយក្រុមរបស់ពួកគេចេញមកឈរលើគេរៀងរាល់ឆ្នាំក្នុងការដេញថ្លៃការផ្ដល់ជូនសម្រាប់គ្រឿងអលង្ការសូកូឡាគឺ18លានតើមានថៅកែណាហ៊ានដំឡើងថ្លៃទេខ្ញុំនាវមកក្រុមដេញថ្លៃ20លានមិនចង់បានខ្ញុំដេញថ្លៃ25លានជំនួសឲ្យគ្រឿងអលង្ការសូកូឡា30លាន30លានក្មេងនេះពិតជាមិនសាមញ្ញទេគាត់ហ៊ានប្រកួតប្រជែងជាមួយខ្ញុំហើយពន្យាពេលក្រុមរបស់យើងមិនបានយកចិត្តទុកដាក់ចំពោះឱកាសបន្តរៀបការជាមួយលោកត្រឹមតែជាមនុស្សកំសត់នោះទេគ្រឿងអលង្ការសូកូឡាផ្ដល់ជូន35លានចុះ35លាន Shizhen Cheng តើអ្នកហ៊ានតាមខ្ញុំម្ដងទៀតទេខ្ញុំគិតថាអ្នកមិនយល់ពីអាជីវកម្មតតែសោះចង់ល្បីរឿងថ្មម៉ាប់នេះមែនទេប៉ុន្តែអ្នកបានរកឃើញមនុស្សខុសដែលស័ក្តិសមនឹងធ្វើជា Emerald Queen ពាក្យពី3ម៉ាត់បង្ហាញពីចិត្តណារបស់ខ្ញុំបើវាជាតម្លៃល្អខ្ញុំមិនស្ទាក់ស្ទើរទេឥឡូវនេះផ្ទុយទៅវិញវានឹងធ្វើឲ្យគាត់មើលឃើញពីតម្លៃសក្តានុពលនៃលេខ144លោកស៊ូតើអ្នកចង់មានន័យយ៉ាងណាចំពោះរឿងនេះមានតែ35លានខ្ញុំមិនហ៊ានធ្វើតាមទេខ្ញុំនឹងផ្ដល់ជូន40លាន42លានពី48លានទៅ50លានអ្នកសូមទាញយកប្រយោជន៍ពីការពិតដែលថាកម្មវិធីល្អចាប់ផ្ដើមឥឡូវនេះបន្ទាប់មក Golden នឹងធ្វើបែបនេះជាមួយខ្ញុំនៅពេលក្រោយហើយបន្ទាប់មកធ្វើវាម្ដងទៀតកូនអ្នកជាខ្មោចបងប្រុសស៊ីសូមឈប់ដេញថ្លៃបើអ្នកដេញថ្លៃ50លានទៀតអ្នកនឹងខាតលុយមែនទេភ្លេចវាភ្លេច Lakire កុំបារម្ភថាភាគីខាងទៀតបង្កហេតុអីខ្ញុំមិនអាចលេបខ្យល់នេះបានទេហើយវានឹងមិនប៉ះពាល់ដល់ថ្មនេះទេខ្ញុំនឹងចំណាយ100លានខ្លួនឯងប្រកាសណាស់វាគឺជាមនុស្សងាយល្ងើដែលបានដកស្រង់100លានបើខ្ញុំដំឡើងថ្លៃខ្ញុំជាមនុស្សល្ងងខ្ញុំមិននឹកស្មានថាបុរសម្នាក់នេះមិនស្ថិតស្ថេរខ្លាំងពេកទេលើកនេះនាងមកក្រុមចាញ់ហើយយើងដែលជាជើងឯកចុងក្រោយត្រូវចាញ់វានឹងលែងមានគូប្រជែងទៀតហើយបងប្រុសឈ្មោះ Shizhen Cheng មែនទេព្រោះអ្នកចង់បានវាខ្លាំងណាស់កុំធ្វើវា
កុំនិយាយថាយើងកំពុងធ្វើបាបអ្នកតូចយើងបានផ្ដល់ឲ្យអ្នកនៅថ្មលេខ144និងគ្រឿងអលង្ការសូកូឡារបស់យើងក្មេងនេះពិតជាហ៊ានហៅ Ben Shuloich Intestine គាត់ពិតជាមិនបានដឹងពីកម្ពស់របស់ពិភពលោកទេគាត់នឹងមានបញ្ហានៅពេលនេះបាទអរគុណចំពោះយុវជននេះយើងបានបាត់បង់គូប្រជែងដ៏ខ្លាំងម្នាក់ពី Newma Group ក្នុងកិច្ចប្រជុំដេញថ្លៃស្រមុកតើអ្នកណាជាអ្នកទទួលពិតប្រាកដប្រហែលជាគាត់មិនដឹងថាខ្ញុំឈ្នះតម្លៃ100លានទេទិន្នន័យប្រវត្តិសាស្ត្រលេខ144ដែលមានតម្លៃ1000លានគឺជាប្រាក់ចំណេញដ៏ធំហេតុទីបំផុតខ្ញុំបានបញ្ចប់ការថតរូបហើយសម្រងថ្ងៃនេះមានស្ថិរភាពល្អដូច្នេះគ្មានការរំខានទេគំនូរពណ៌ពិតប្រាកដមិនទាន់ចាប់ផ្ដើមនៅឡើយទេប៉ុន្តែគ្មាននរណាម្នាក់ខ្វល់អំពីថ្មដែលបាក់បែកទាំងនោះទេគ្រប់គ្នាកំពុងរងចាំការដេញថ្លៃចុងក្រោយលេខ565ដែលថៅកែទាំងអស់ទន្ទឹងរង់ចាំទីបំផុតការដេញថ្លៃចិត្តចាប់ផ្ដើមហើយឥឡូវនេះយើងមានលេខដេញថ្លៃ565តម្លៃចាប់ផ្ដើមគឺ50លានក្នុងមួយលើកការកើនឡើងនៃការដេញថ្លៃមិនត្រូវតិចជាង5លានហើយការដេញថ្លៃនឹងចាប់ផ្ដើមឥឡូវនេះការសម្ដែងរបស់ The Escort King គឺល្អណាស់នៅឆ្នាំនេះខ្ញុំមិនប្រកាសថាវានឹងបង្កឲ្យមានគ្រោះមហន្តរាយធំមួយទេថ្ងៃនេះខ្ញុំត្រូវយកគ្រឿងអលង្ការក្បាលជ្រូក60លានខ្ញុំមិនមានគ្រឿងអលង្ការវប្បធម៌ដើម្បីផ្ដល់ជូន70លានទេគ្រឿងអលង្ការរបស់វីឡុងគឺ80លានបងស៊ីតើអ្នកគិតថាយើងគួរដេញថ្លៃអ្វីសម្រាប់ស្ដេចដេញលេខ566ហើយនៅតែត្រូវតាំងជាមួយគេគ្រាន់តែការបង្ហាញខាងក្រៅនៃសញ្ញាមួយមិនអាចលាក់តម្លៃខ្ពស់របស់វាបានទេគ្មាននរណាម្នាក់នៅទីនេះថោកទេរឿងបន្ទាប់ដែលត្រូវប្រកួតប្រជែងគឺចក្ខុវិស័យចុងក្រោយនិងភាពក្លាហានមិនធម្មតាហើយអ្វីបានជា200លានសម្រាប់គ្រឿងអលង្ការសូកូឡាខូតខើពេកក្រុមសូកូឡានេះទើបតែបន្ថែមវាបន្ទាប់ពីទទួលបានប្រាក់ចំនួន200លានយន្តយើងមិនអាចខ្ជិះជីវីជាមួយ Xu Decheng ហើយធ្វើការសម្រេចចិត្តភ្លាមជាមួយនឹងការបាញ់មួយគ្រាប់សង្កត់ពួកគេឲ្យមើលថាតើពួកគេមានប្រតិកម្មយ៉ាងណាស្ដាប់ទៅដូចជាអ្នកគ្មានបទពិសោធន៍ជីវិត Newma Group របស់យើងដេញថ្លៃ1ភាគ3នៃតម្លៃ Dem ខ្ញុំមិននឹកស្មានថា Newma Group នឹងហ៊ានដំឡើងថ្លៃនោះទេតើអ្នកកំពុងតែព្យាយាមសងសឹកខ្លួនឯងដោយកាច់សាហាវម្លេះទើបតែមកត្រាក់តឥឡូវតម្លៃ300លានតើត្រូវតាមដានឬអត់ខ្ញុំត្រូវការស្ដាប់ការវិភាគវិជ្ជាជីវៈរបស់អ្នកខ្ញុំបានសិក្សាដោយប្រុងប្រយ័ត្ននៅបំណែក B1 565នេះតម្លៃប៉ាន់ស្មានគឺប្រហែល700លានដើម្បីជាការអភិរក្សវាជាការប្រសើរក្នុងការគ្រប់គ្រងតម្លៃនៅ600លានប្រសិនបើ Newma Group ហ៊ានបន្តប្រជែងជាមួយខ្ញុំអាចរកវិធីធ្វើឲ្យគាត់ដេញថ្លៃផ្សេងទៀតដោយសារគេឈ្មោះនៃការដេញថ្លៃគឺយ៉ាប់ណាស់តោះមកមើលល្បិច Lakari និងអ្នកផ្សេងទៀតចង់លេងមុនគេហើយមីងទី4ជាមុនសិនគ្រឿងអលង្ការសូកូឡាមានតម្លៃ400លាន Newma Group ផ្ដល់ជូន500លានសូកូឡាផ្ដល់ជូន600លានអ៊ំខ្សែឈាមដែលនៅស្ងៀមអស់រាប់ពាន់ឆ្នាំមកដល់ទីបំផុតបានភ្ញាក់ឡើងខ្ញុំជាចៅឈាមបេញញែងកម្រិតពេញត្បូងមានតម្លៃ700លានស្ដេចអំការពារនេះប្រែក្លាយជាដុំថ្មព្រើយ៉ានទឹកកកកម្រិតទឹកកកគួរឲ្យអាណិតណាស់ដែលថ្ងៃនេះបានជួបគូប្រកួតខ្លាំងគឺពោះវៀនជ្រូកតម្លៃរបស់សត្វចកគឺស្ទើរតែដែនកំណត់នៃថ្មនេះយកពំបើមិនដូច្នេះទេគាត់ពិតជាអាចទទួលយកក្បាច់គុណម្ដងទៅ2ដងជាមួយយ៉ាវស៊ីលេខ4សូមអបអរសាទរដល់ក្រុមហ៊ុន Chocolate Jewelry Group សម្រាប់ការនាំមុខម្ដងទៀតនិងឈ្នះមាសជាមួយនឹងប្រតិបត្តិការចំនួន3ដងចំនួន500លានលេខ566ក្នុងការដេញថ្លៃឆ្នាំនេះគឺជាថ្មរឹងរបស់ព្រះមហាក្សត្រសូមអបអរសាទរលោកឈីឆ្នាំនេះសូកូឡារបស់អ្នកបានឈ្នះការដេញថ្លៃម្ដងទៀត666អ្នករាល់គ្នាស្ដេចដេញថ្លៃដែលចាប់អារម្មណ៍បំផុតគឺលេខប្រសិនបើវាមិនមែនសម្រាប់អ្នកពិគ្រោះយោបល់របស់អ្នកដែលបានចំណាយ100លានដោយមិនប្រុងប្រយ័ត្នដើម្បីឈ្នះលេខ146បើមិនដូច្នេះទេអ្នកនិងខ្ញុំប្រហែលជានៅតែមានឱកាសប្រយុទ្ធដើម្បីស្ដេចការពារ6 Lakari នឹងបន្តខិតខំប្រឹងប្រែងនៅឆ្នាំក្រោយតែងតែអនុញ្ញាតឲ្យយើងជ្រើសរើស Jug Cube សម្រាប់គ្រឿងអលង្ការសូកូឡារបស់យើងលោកស៊ូតើអ្នកពិតជាគិតថាថ្មរដេបរដប់លេខ566នេះល្អបំផុតនៅក្នុងពិភពលោកមែនទេតើវាមិនប្រសើរជាងវាទេតើវាជាអាហារល្អទេក្មេងបរិមម្នាក់គ្មានភ្នែកមែនទេតើលេខ566របស់យើងអាចជានរណាទៀតតើវាអាចទេទោះបីជាអ្វីដែលអ្នកបាននិយាយអំពីត្រាក់តយ៉ា44 Lakari ដ៏រៀបរៀបរបស់អ្នកស្ដាប់ទៅមិនល្អក៏ដោយវាជាការពិតទាំងអស់ប្រសិនបើទីប្រឹក្សាដែលអ្នកបានជួលនោះខ្លាំងនោះក្រុមរបស់យើងនឹងមិនមានឱកាសនៃកិច្ចសហប្រតិបត្តិការនាពេលអនាគតទេខ្ញុំនឹងថតរូបថ្មរដេបរដប់លេខ144ត្រូវបានគេរកឃើញថាជាត្បូងពណ៌ស្វាយនៅខាងក្នុងដែលមានសារធាតុ Citrine ត្បូងពេជ្រនេះគឺថ្លានិងមានតម្លៃខ្លាំងណាស់យ៉ាងហោចណាស់1000លានលោកស៊ូដោយសារអ្នកចោទសួរពីសមត្ថភាពរបស់ខ្ញុំតើអ្នកហ៊ានប្រជែងខ្ញុំឲ្យប្រកួតជាមួយនឹងដុំថ្មទេបងប្រុសស៊ីសូមគុំរំជើបរំជួលពូវៀនជ្រូកគឺជាមហាក្សត្រីអេមរ៉ូតនាងមានសរសៃរ៉ែនៅឡាវប៉ាអ្នកដែលធ្វើបាបគាត់នឹងមិនទទួលបានផលល្អឡាគីរ៉េខ្ញុំអាចមើលឃើញថាអ្នកដែលស៊ីពូវៀនជ្រូកមិនមែនជាមនុស្សចិត្តចង្អៀតទេបើយើងមានកម្លាំងយើងនឹងត្រូវគេគោរពពីគាត់ប្រសិនបើយើងដែលជាក្រុម Newma ត្រូវបានអនុញ្ញាតឲ្យបន្តអត់ធ្មត់នេះយើងនឹងលែងមានកន្លែងនៅក្នុងឧស្សាហកម្មល្បែងធំទៀតហើយជឿខ្ញុំប្រកាសបុរសម្នាក់នេះថែមទាំងហ៊ាននិយាយថាតើគាត់អាចបង្ក្រាប Newma Group បានទេប្រសិនបើគាត់ឈ្នះប៉ុន្តែគាត់ចាញ់ទោះបីអ្នកខំប្រឹងយកឈ្នះគាត់ប៉ុណ្ណាក៏មិនចាញ់ដែរលោកឈីវមិនអាចធ្វើអ្វីបានទេគាត់គ្រាន់តែជាមនុស្សមិនចេះអត់ធ្មត់និងឆោតល្ងងមិនចាំបាច់ខ្ជះខ្ជាយពេលវេលារបស់យើងទេខ្ញុំពិតជាចង់សប្បាយជាមួយបុរសសង្ហាម្នាក់នេះប៉ុន្តែការភ្នាល់ជាមួយមនុស្សដូចគាត់នឹងជាការអាម៉ាស់ដល់អាជីវកម្មសូកូឡារបស់យើងអ្នកមិនយល់ពីប្រាក់ភ្នាល់នៅទីនេះទេ
មិនចាំបាច់មានការបញ្ចុះបញ្ចូលទៀតទេ ប្រាប់ខ្ញុំពីអ្វីដែលអ្នកចង់ធ្វើជាមួយប្រុសសង្ហានេះខ្ញុំនឹងទៅជាមួយ Boss Shu ដល់ទីបញ្ចប់ដោយការរំពឹងទុក អាចមានអារម្មណ៍ស្រស់ស្រាយការភ្នាល់គឺសាមញ្ញ អ្នកឈ្នះគឺជាអ្នកណាដែលរកប្រាក់ចំណេញច្រើនជាងពីត្បូងពេជ្រដែលចេញដោយភាគីទាំងពីរការភ្នាល់ដ៏ល្អគឺ100លានប៉ុន្តែទោះបីអ្នកចាញ់ក៏ខ្ញុំមិនចង់បានត្រារបស់អ្នកដែរខ្ញុំចង់ឲ្យអ្នកស្នាក់នៅឡៅផាឆេងខូហើយធ្វើការឲ្យខ្ញុំ10ឆ្នាំយ៉ាងម៉េចដែរ ដោយសារ Boss Shu មានចិត្តទូលាយហេតុអ្វីខ្ញុំត្រូវបដិសេធក្រុម New Map ពិតជាអស់ប្រាជ្ញារបស់ពួកគេនៅពេលនេះហ៊ានលេងល្បែងស៊ីសងពោះវៀនជ្រូកចាញ់ប្រទេសជាតិខ្ញុំក៏នឹងធ្វើបាប Boss Shu ដែលខ្ញុំបន្ទោសអ្នកប្រឹក្សាដែលជួលដោយ Rakiri ថាអសមត្ថភាពនិងធ្វើសកម្មភាពដោយមិនប្រុងប្រយ័ត្នដែលបង្កបញ្ហានៅពេលនេះ វាចាប់ផ្ដើមបន្សាប់ជាពលតោះទៅមើលទាំងអស់គ្នា Boss Shu តើអ្នកចង់កាត់សម្ភារៈនេះដោយរបៀបណាពិត គ្រាន់តែកាត់នៅកណ្ដាលបន្ទាត់ដែលខ្ញុំបានគូ1ដោយសារតែយើងរួចទៅហើយសូមអបអរសាទរចំពោះលោកឈឺសម្រាប់ការដឹកជញ្ជូនដុំទឹកកកដែលមានតម្លៃប្រហែល700លានប្រសិនបើមានតម្រូវការទីផ្សារជាបន្តបន្ទាប់តម្លៃអាចឡើងច្រើនលោកឈឺអ្នកមានការបោកបញ្ឆោតដ៏អស្ចារ្យនិងចក្ខុវិស័យដ៏អាក្រក់បែបនេះវាគ្រប់គ្រាន់ហើយក្នុងការស្រោបអ្នកគ្រឿងអលង្ការផ្សេងទៀតដែលមានវត្តមានខ្ញុំពិតជាកោតសរសើរចំពោះការពិតដែលថាក្រុមសូកូឡានៅទីនេះនៅក្នុងដៃរបស់ខ្ញុំពិតជាអាចទទួលបានសេរីរុងរឿងដ៏អស្ចារ្យជាងនេះប្រាក់ចំណេញ100លានរបស់លោកឈឺទោះបីមិនច្រើនក៏ដោយ ការភ្នាល់រវាង New និង Host Group គឺគ្រប់គ្រាន់ទាំងស្រុងការដេញថ្លៃនៅឆ្នាំនេះមិនត្រឹមតែរារាំង New និង Host Group ប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្ហាញដល់មនុស្សគ្រប់គ្នានៅឈុតរបស់យើងផងដែរ កម្លាំងក្រុមបានអូសបន្លាយថ្ងៃនេះប៉ុន្តែអ្នកបានរួមចំណែកច្រើនក្នុងការតាមដានខ្ញុំច្បាស់ជាមិនធ្វើបាបអ្នកនៅថ្ងៃនេះទេរឿងនេះគួរចាត់ទុកជាមេរៀនដ៏ជ្រាលជ្រៅមួយសម្រាប់អ្នកវានឹងក្លាយជាពរជ័យដ៏អស្ចារ្យសម្រាប់អ្នកដើម្បីធ្វើការឲ្យអណ្ដូងរ៉ែរបស់លោកឈឺក្នុងរយៈពេល10ឆ្នាំខាងមុខប្រសិនបើអ្នកអាចគ្រប់គ្រងការអត់ធ្មត់របស់អ្នកប្រហែលជាខ្ញុំអាចបង្រៀនអ្នកពីអត្តសញ្ញាណដើមមួយចំនួននៃត្រាក់តរផ្ទាល់ខ្លួនរបស់អ្នក ហេតុអ្វីបានជាអ្នកសម្រេចចិត្តថាខ្ញុំនឹងចាញ់មុនពេលខ្ញុំដោះសោថ្មរបស់ខ្ញុំចង្កេះរបស់អ្នកគឺលេខ44ខ្ញុំបានមើលវាដោយប្រុងប្រយ័ត្នរួចហើយ មិនមានអ្វីល្អក្នុងការផ្ដល់ជូនតតែសោះយើងបានធ្វើការដេញថ្លៃជាមួយអ្នកមុនដើម្បីសាកល្បងកម្លាំងពិតរបស់អ្នកតើអ្នកណានឹងគិត ប៉ុន្តែអ្នកបានចំណាយ100លានដើម្បីដេញថ្លៃមែនទេ លោកគ្រូសូមឲ្យខ្ញុំកាត់ចង្កេះខ្ញុំមួយទៀតនៅលេខ44ប្អូនបរិសម្នាក់តើប្រកាសទេ មិនមែននិយាយថាថ្មនេះត្រូវបានកាត់រួចហើយទេហើយបន្ទាប់មកកាត់វាចេញពីផ្នែកនេះប្រហែលជាបំផ្លាញពណ៌ត្បូងខ្ញុំប្រកាស លោកគ្រូសូមធានាថាផលវិបាកទាំងអស់នឹងកើតឡើងដោយខ្ញុំ ខ្ញុំអ៊ំឡខ្ញុំបានគិត ដោយមិននឹកស្មានដល់លេខ144មានផ្ទុកនៅប្រភេទអធិរាជពណ៌ស្វាយខោត្រប់ JD ដ៏អស្ចារ្យនេះ មិនត្រឹមតែខ្សែដៃមានទំហំធំនឹងនៅដែរនោះទេវាមានតម្លៃយ៉ាងហោច$10គោលដៅធំបងប្រុសឆៃអ្នកពិតជាមានចក្ខុវិស័យដ៏អាក្រក់បំណែកនៃចោលប្លន់ពណ៌ស្វាយនេះពិតជានឹងធ្វើឲ្យ New Group របស់យើងភ្លឺស្វាងខ្ញុំគិតថាមិនមាននរណាហ៊ាននិយាយថាឥឡូវនេះ Lakire បានជួលអ្នកប្រឹក្សាដែលគ្មានសមត្ថភាពប៉ុន្តែនៅមានស្មារតីខ្ពស់នេះជាការបើកភ្នែកនៅថ្ងៃនេះប្អូនប្រុសខ្ញុំខ្វាក់ភ្នែកហើយល្ងងខ្លៅពេលនេះលោកម្ចាស់ឈៀនឈឺរបស់ខ្ញុំសើចចំអកឲ្យខ្ញុំពួកគេពិតជាបានបើកព្រះចៅអធិរាជតើនេះជាសំណាងវេទមន្តបែបណាព្រះអង្គម្ចាស់បណ្ឌិតតើនេះជាសំណាងទេខ្ញុំគិតថាគាត់បានជ្រើសរើសថ្មដុកត្រឹមត្រូវ Boss Shu ទោះបីជាយើងឈ្នះការភ្នាល់លើកនេះក៏ដោយប៉ុន្តែការប្រកួតជាមួយអ្នកពិតជាអចេតនាខ្ញុំចង់និយាយថា New Group របស់យើងពិតជាមានសមត្ថភាពសហការជាមួយអ្នកខ្ញុំសង្ឃឹមថាអ្នកនឹងមិនអាក់អន់ចិត្តទេដោយដែលបានរំពឹងទុកចាប់តាំងពីសម័យបុរាណវីរបុរសបានលេចឡើងពីយូរវ័យអ្នកមិនត្រឹមតែពូកែខាងសមត្ថភាពប៉ុណ្ណោះទេប៉ុន្តែអ្នកមិនក្រអឺតក្រទុំក្នុងការធ្វើអ្វីឡើយប្រសិនបើខ្ញុំបើកភ្នែកមើលអ្នកដែលមានទេពកោសល្យដូចអ្នកនោះអ្នកដែលរងចាំ Chocolate Group នឹងត្រូវលុបចោលតែប៉ុណ្ណោះ Xi Jinping ខ្ញុំត្រូវការមនុស្សដូចអ្នកជាបន្ទាន់តើអ្នកអាចធ្វើឲ្យខ្ញុំជាការអនុគ្រោះមួយ Boss Xi សូមប្រាប់ខ្ញុំផងប្រសិនបើអ្នកមានរឿងអ្វី មិនចាំបាច់ស្គាល់គ្នាទេបើខ្ញុំអាចជួយបានខ្ញុំមិនបដិសេធទេ អណ្ដូងរ៉ៃ JD របស់ក្រុមយើងខ្ញុំបានជួបប្រទះបញ្ហាមួយចំនួននាពេលថ្មីនេះតើអ្នកទំនេរទេមកជាមួយខ្ញុំដើម្បីមើលវានៅថ្ងៃស្អែកឃើញអ្វីដែលខ្ញុំត្រូវការគឺអ្នកជំនាញដូចអ្នកហើយវាកើតឡើងខ្លាំងណាស់ដែលខ្ញុំមិនបានឃើញអណ្ដូងរ៉ៃត្បូងរកក្នុងរយៈពេលយូរបែបនេះ ការទៅទីនោះអាចជួយអ្នកបង្កើនចំណេះដឹងរបស់អ្នកនិងបង្កើតមិត្តជាមួយចៅហ្វាយដ៏មានឥទ្ធិពលដូចជា Xu Decheng អរគុណលោក Xu ខ្ញុំនឹងទៅជាមួយអ្នកនៅថ្ងៃស្អែកថប់ណាស់ Error 504 server error 1504 that's an error there was an error please try again later that's all we know មនុស្សម្នាក់ដរាបណាអ្នកជីកជ្រៅទៅក្នុងអណ្ដូងរ៉ែនេះអ្នកអាចជីកយកថ្មរដុបជេរីជាច្រើនដែលមានគុណភាពល្អតើធនធានរ៉ែដ៏សម្បូរបែបនេះអាចឈានដល់ចំណុចណាដែលគ្មានរ៉ែទៀតហើយត្រូវទេត្រូវតែមានអាតកំបាំងមួយចំនួនដែលមិនស្គាល់លាក់នៅក្នុងនោះ Xi Jinping សូមណែនាំអ្នកនៅចង្កូតរបស់វិស្វករគ្រឿងអលង្ការសូកូឡារបស់យើងសាស្ត្រាចារ្យ Han គាត់គឺជាសាស្ត្រាចារ្យឪពុកប្រសាសន៍ជាន់ខ្ពស់ហើយក៏ជាចៅហ្វាយនាយរបស់ត្រាក់តរផងដែរសាស្ត្រាចារ្យវែង ខ្ញុំឈ្មោះ Xi Jinping
ទីប្រឹក្សា Newma Group ខ្ញុំឈ្មោះ Steering Wheel តើនេះមិនមែនជាទីប្រឹក្សារបស់ Newma Group ដែលត្រាក់តបាននិយាយថាគាត់បានជួបនៅឯការដេញថ្លៃមែនទេគាត់ពិតជាមានសមត្ថភាពវាត្រាក់តវាហាក់ដូចជាមនុស្សម្នាក់នេះមិនសូវមានកម្លាំងខ្លាំងពេកទេសាស្ត្រាចារ្យវែងបាននិយាយនៅទីបញ្ចប់កិច្ចសន្យាផ្ទេរសម្រាប់អណ្ដូងរ៉ែត្បូងនេះត្រូវតែបញ្ចប់ដើម្បីជៀសវាងផលវិបាកដែលមិនចាំបាច់តើលទ្ធផលនៃការរុករកនៃសំណាក់ក្រុមចុងក្រោយចេញមកហើយឬនៅលោកឈឺខ្ញុំគ្រាន់តែចង់ប្រាប់អ្នកអំពីរឿងនេះទិន្នន័យតេស្តរបស់ Lessons និង Diaphragm បានចេញមកហើយលទ្ធផលមិនពេញចិត្តទេតើ Steering Wheel មិនមែនជាសាស្ត្រាចារ្យភូមិសាស្ត្រជាន់ខ្ពស់មែនទេតើត្រូវប្រឈមមុខនឹងទិន្នន័យរុករកធនធានរ៉ែដ៏សម្បូរបែបយ៉ាងដូចម្តេចលទ្ធភាពតែមួយគត់ដែលអាចមានភាពខុសគ្នានោះគឺថាគាត់បានលាក់ទិន្នន័យនៅក្នុងសាត្រាស្លឹករឹតនេះជាមូលហេតុដែល Xu Dajeng គិតដូច្នេះអណ្ដូងរ៉ែហៀបនិងស្ងួតអស់ហើយគឺបដូរចង្កូតវាពិតជាក្រអូបនេះគឺជាស្ថានភាពនៃសរសៃរ៉ែរបស់យើងទិន្នន័យនៃសរសៃរ៉ែជាច្រើនដែលត្រូវបានរុករកថ្មីនេះគឺផ្អែកលើទិន្នន័យមិនមានតម្លៃដែលអាចជីកបានឡើយប្រសិនបើវានៅតែបន្តវានឹងពិបាកសម្រាប់យើងក្នុងការរក្សាប្រតិបត្តិការនិយាយអញ្ចឹងអ្នកគ្រាន់តែមើលវាដោយប្រុងប្រយ័ត្នហេតុអ្វីអ្នកមិនប្រាប់ខ្ញុំអំពីគំនិតរបស់អ្នកថាតើចង្កូតបានឈ្នះការជឿទុកចិត្តរបស់ Xu Dajeng ដែរឬទេក្នុងករណីដែលគ្មានភស្តុតាងច្បាស់លាស់ Xu Dajeng នឹងមិនជឿថា Xu Dajeng បានលាក់បាំងទិន្នន័យនោះទេហើយអាចត្រូវបានលាតត្រដាងដោយចង្កូតជំនួសវិញវាជាការប្រសើរក្នុងការរងចាំមើលថាមានអ្វីកើតឡើងលោក Xu ខ្ញុំគ្រាន់តែជាក្មេងជំទង់នៅចំពោះមុខសាស្ត្រាចារ្យវែងហើយខ្ញុំមិនហ៊ានសន្និដ្ឋានទេលោក Xu កុំធ្លាក់ទឹកចិត្តសូមគោរពដើម្បីធ្វើឲ្យលទ្ធផលកាន់តែត្រឹមត្រូវខ្ញុំបានជីកយកគំរូមួយចំនួនបន្ថែមទៀតជាពិសេសសំណាក់ត្រូវបានដាក់នៅក្នុងបន្ទប់ធ្វើកសោវិច័យប្រសិនបើមានអ្វីអាចត្រូវបានកាត់ចេញបន្ទាប់មកអណ្ដូងរ៉ែនេះនៅតែអាចត្រូវបានរក្សាទុកខ្ញុំសង្ឃឹមថា Xi Jinping អាចផ្ដល់ដំបូន្មានខ្លះដល់ខ្ញុំប៉ុន្តែនាងមិនដឹងអ្វីទាំងអស់អំពីវាទេឥឡូវនេះយើងអាចមើលតែគុណភាពនៃដុំថ្មរដុបគំរូនេះប៉ុណ្ណោះនេះជាដុំថ្មដ៏កំណត់នៃត្បូងសមុទ្រទឹកកកខ្ញុំត្រូវយកវាមកវិញខ្ញុំប្រហែលជាអាចប្រើថ្មរបស់លោក Xu នៅពេលក្រោយខ្ញុំគិតថារូបរាងគឺពិសេសណាស់តើខ្ញុំអាចធ្វើវាបានទេខ្ញុំអាចយកគាត់មកវិញទុកជាអនុស្សាវរីយ៍វាជាបញ្ហាតូចមួយឲ្យតែបងស៊ីចូលចិត្តម្ហូបនៅទីនេះអាចរើសបានតាមចិត្តមិនចាំបាច់មានសុជីវធម៌ចំពោះខ្ញុំទេវាប្រែថាគាត់គឺជាកំហុសតូចមួយដែលលោកលុនដែលចូលចិត្តការទទួលបានតិចតួចអាហារដ៏មានតម្លៃនៅទីនេះត្រូវបានខ្ញុំចាត់ទុកជាពិសេសរួចទៅហើយមិនថាអ្នករើសបានប៉ុន្មានទេអ្នកមិនអាចកាត់អ្វីចេញបានទេត្រាក់តចាញ់មនុស្សប្រភេទនេះវាពិតជាមិនគួរទេដរាបណាសំណល់ទាំងនេះត្រូវបានរៀបចំយ៉ាងប្រុងប្រយ័ត្នសម្រាប់ពោះវៀនជ្រូកត្រូវបានកាត់ចំហការការពារខាងក្នុងចុងក្រោយរបស់គាត់នឹងត្រូវបរាជ័យកុំបារម្ភអីបើខ្ញុំឲ្យគាត់ចុះកិច្ចសន្យាផ្ទេរតម្លៃទាបពេលដល់ពេលអណ្ដូងរ៉ែនឹងក្លាយជារបស់ខ្ញុំថ្មសិប្បកម្មទំនើបមានតម្លៃ50យន់ថ្មកប៉ាល់អេចៃដែលផលិតកាលពីសប្តាហ៍មុនមានតម្លៃ$5អាហារមាន់ដែលខ្ជិះខ្ជាយមានតម្លៃ300យន់មិនមានអ្វីល្អនៅក្នុងថ្មទាំងនេះទេ It seems that they were taken out and cut after the steering wheel was selected វាហាក់ដូចជាខ្ញុំទើបតែធ្វើវាការស្មានគឺពិតជាត្រឹមត្រូវចង្កូតពិតជាបោកបញ្ឆោត Xu Dajeng គាត់គឺជាដៃគូរបស់ Newma Group របស់យើងតើខ្ញុំអាចឲ្យផែនការអាក្រក់របស់អ្នកជោគជ័យដោយរបៀបណានៅតែអ្នកមកអ្នកចង់បានភក់នៃទឹកសំណល់ត្រូវបានបំពេញដោយវត្ថុធាតុមិនល្អប្រាកដណាស់វានៅតែមិនដំណើរការតើក្រុមសូកូឡាពិតជានឹងចាញ់ខ្ញុំមែនទេលោក Xu ប្រហែលជាធ្វើឲ្យអ្នកខកចិត្តបណ្ដុំនៃសំណាក់នេះក៏មានផ្ទុកនៅសម្ភារៈគ្រាប់សណ្ដែកខ្មៅប្រភេទនេះផងដែរវាហាក់ដូចជាអណ្ដូងរ៉ែរបស់យើងពិតជាស្ងួតពេលនេះមិនចិត្តទេវាហាក់ដូចជាលទ្ធផលគឺជាក់ស្ដែងរួចទៅហើយអ្នកក៏អាចណាត់ជួបជាមួយថៅកែអ៊ូហុងហើយនិយាយជាមួយខ្ញុំដែរលោក Xu ដែលបានយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរអណ្ដូងរ៉ែខ្ញុំនឹងរៀបចំវាភ្លាមលោក Xu ប្រហែលជារងចាំផងដែរប្រហែលជាអណ្ដូងរ៉ែរបស់អ្នកអាចវិលជុំវិញបងប្អូនពេលដែលអ្នកនៅក្នុងអណ្ដូងរ៉ែលើនេះអ្នកមិនមានយោបល់អ្វីទេប៉ុន្តែលើនេះអ្នកនិយាយថានៅតែមានឱកាសនៃការកែលម្អហើយអ្នកមានភាពមិនច្បាស់លាស់ប៉ុន្តែតើខ្ញុំអាចទុកចិត្តអ្នកដោយរបៀបណាតើអ្នកដឹងទេថាអណ្ដូងរ៉ែនេះជាប់តាក់ទងនឹងប្រទេសទាំងអស់ខ្ញុំសង្ឃឹមថានឹងទទួលខុសត្រូវចំពោះការធ្លាក់ចុះនៃកិច្ចខិតខំប្រឹងប្រែងនិងបញ្ហាអាហាររបស់បងប្អូនរាប់ពាន់អ្នកឡើងចុះបើមិនដូច្នេះទេអ្នកមិនអាចលៃលកផលបានទេសាស្ត្រាចារ្យវែងខ្ញុំចង់បញ្ជាក់ជាមួយអ្នកតើគំរូទាំងអស់ដែលយើងទើបតែប្រមូលបានមានអក្សរលើផ្ទៃរបស់វាទេតើក្មេងនេះអាចឃើញតម្រុយខ្លះទេវាមិនអាចទៅរួចទេដែលរឿងនេះកើតឡើងដោយខ្ញុំវាមិនអាចទៅរួចទេសម្រាប់អ្វីដែលគ្រប់គ្រងដោយខ្លួនឯងដើម្បីបង្ហាញខ្ញុំគិតថាគាត់គ្រាន់តែចង់ទទួលបានអារម្មណ៍នៃវត្តមាននៅចំពោះមុខពោះវៀនជ្រូកគាត់ពិតជាធ្លុកបាតចាស់នេះជារបៀបដែលយើងដាក់ស្លាកបណ្ដុំនៃគំរូខាងក្នុងប៉ុន្តែតើវាមានន័យយ៉ាងណាអូនេះជាថ្មដែលខ្ញុំទើបនឹងរើសក្នុងអណ្ដូងរ៉ែលោក Xu អ្នកគួរចាំវាមែនទេអ្នកត្រូវតែលុបវាចោលដោយចៃដន្យអ្នកកំពុងនិយាយមិនសមហេតុសមផលសម្ភារៈគំរូទាំងនេះទាំងអស់បានឆ្លងកាត់យើងបន្ទាប់ពីការពិនិត្យនៅនឹងកន្លែងយើងនឹងផ្ញើសំណាក់ទៅតែប្រសិនបើយើងរកឃើញវាមានប្រយោជន៍ប្រសិនបើវាមិនមានតម្លៃទេយើងតែងតែបោះវាចោលនៅលើផ្ទះទំព័រលោក Xu សូមស្ដាប់ខ្ញុំហើយនិយាយថា Xi Jinping កំពុងខ្ជិះខ្ជាយពេលវេលារបស់យើងខ្ញុំមិនដឹងថាគាត់មានចិត្តណាអ្វីទេយើងមិនបាច់ព្រួយបារម្ភពីគាត់ទេសាស្ត្រាចារ្យវែងកុំបារម្ភតាមការវិនិច្ឆ័យរបស់ខ្ញុំថ្មដែលខ្ញុំរើសនោះមិនមែនជាដុំថ្មទេវាជាសម្រាមគ្មានតម្លៃត្បូងពេជ្រនៅខាងក្នុងវាពិតជាមានតម្លៃណាស់អ្នកកំពុងនិយាយមិនសមហេតុសមផលអំពីសម្ភារៈគំរូទាំងនេះ
មានតែវត្ថុដែលយើងយល់ថាមានប្រយោជន៍បន្ទាប់ពីការពិនិត្យនៅនឹងកន្លែងនិងផ្ញើគំរូយើង those that are not valuable will be sent to us ជាធម្មតាគេបោះចោលនៅនឹងកន្លែងដោយសារអ្នកមានគំនិតផ្សេងគ្នាហេតុអ្វីមិនស្រាយធ្មនេះហើយអ្វីនឹងច្បាស់ហេតុអ្វីយោងតាមការរុករករបស់ខ្ញុំវាមិនអាចទៅរួចទេក្នុងការកាត់ត្បូងដ៏មានតម្លៃចេញពីថ្មដែលជីកយករ៉ែនាពេលបច្ចុប្បន្នហើយលើកវានៅនឹងកន្លែងមិនខ្វល់ថាអ្នកចេញមកទេព្រោះអ្នកចង់សុំបញ្ហាខ្ញុំនឹងជួយអ្នកខ្ញុំស្រឡាញ់អ្នកខ្ញុំកំពុងមានស្នេហាដោយមិននឹកស្មានដល់ខ្ញុំមិននឹកស្មានថាថ្មដែលមើលមិនឃើញនេះប្រែទៅជាមានពណ៌បៃតងពេញលេញបន្ទាប់ពីត្រូវបានគេជីកយករ៉ែ JD8 ពណ៌បៃតងគឺមានគុណភាពខ្ពស់ណាស់វាមិនគួរឲ្យជឿខ្ញុំបានកាត់គំរូជាច្រើនពីមុនមកទោះបី JD8 មិនត្រូវបានកាត់ចេញក៏ដោយក៏វាមានតែវត្ថុធាតុនេះប៉ុណ្ណោះដែលអាចផលិត JD8 បានអ្នកមិនអាចធ្វើវាបានដោយសារតែដុំថ្មនេះគ្រាន់តែប្រថុយនឹងការកើនឡើងនិងការដួលរំនៃក្រុមឈឺទាំងមូលបងប្រុសប្រសិនបើអ្នកបន្តរំខានដល់សិលធម៌យោធាប្រយ័ត្នផងខ្ញុំមិនឲ្យអ្នកញ៉ាំទេហើយខ្ញុំនឹងដឹកអ្នកទៅវិញកញ្ជ្រោងចាស់របស់អ្នកនឹងបង្ហាញកន្ទុយរបស់អ្នកបន្តពីទាំងអស់លោកឈូនេះគឺជាបំណែកនៃនំចាស់ប្រភេទនៃ JD នេះជាធម្មតាគឺជា JD ដែលមានគុណភាពខ្ពស់ដែលទីបំផុតត្រូវបានបង្កើតឡើងបន្ទាប់ពីត្រូវបានដឹកជញ្ជូនដោយអណ្ដូងរ៉ែបធំនិងលំហូរទឹកដោយសារវាបានលេចចេញជាបណ្ដុំហើយបំណែកមួយត្រូវបានរកឃើញនៅក្នុងអណ្ដូងរ៉ែនេះវាមានន័យថានៅតែមានបរិមាណដ៏ច្រើននៃគុណភាពខ្ពស់នៅក្នុងអណ្ដូងរ៉ែនេះបុព្វការបំផុតក្នុងនាមជាសាស្ត្រាចារ្យអភូមិសាស្ត្រជាន់ខ្ពស់អ្នកគួរតែដឹងរឿងនេះឲ្យបានច្បាស់ប៉ុន្តែអ្នកនិយាយថានេះមិនមែនជាតំណាងគ្រប់គ្រាន់ទេអ្វីជាក់ស្ដែងអ្នកកំពុងលាក់ចិត្តណាពីលោកឈូសូមស្ដាប់ការបកស្រាយរបស់ខ្ញុំដែលថា Xi Jinping កំពុងបង្កាច់បង្ខូចអ្នកត្រូវតែជឿខ្ញុំនៅចំពោះមុខភស្តុតាងដែលមានដែកថែបតើខ្ញុំអាចទុកចិត្តអ្នកដោយរបៀបណាអ្នកគឺជាដៃចង្កូតហើយខ្ញុំធ្វើបាបអ្នកយ៉ាងធ្ងន់ធ្ងរអ្នកពិតជាមកធ្វើបាបខ្ញុំបែបនេះហើយស្ទើរតែធ្វើឲ្យពួកយើងធ្លាក់ក្នុងក្រុមសូកូឡាបំផ្លាញដោយដៃរបស់អ្នកបើអីចឹងកុំបន្ទោសខ្ញុំដែលបាត់អារម្មណ៍ចាស់នរណាម្នាក់សូមយកចង្កូតចេញពីខ្ញុំអនុញ្ញាតឲ្យខ្ញុំទៅអ្នកអនុញ្ញាតឲ្យខ្ញុំទៅលោកឈូហើយស្ដាប់ការពន្យល់របស់ខ្ញុំ Xi Jinping អរគុណអ្នកលើកនេះខ្ញុំបានរកឃើញតម្រុយនិងលាតត្រដាងការខុបខិតរបស់ចង្កូតបើមិនដូច្នេះទេគឺជាអណ្ដូងរ៉ែរបស់គ្រួសារឈឺរបស់យើងលោកឈូពិតជាមិនគួរសំពេកបងស៊ីពេលបងនឹងលោកឈូចប់ហើយមកហាងត្បូងនៅខាងកើតទីក្រុងមានថ្មរដុបនៅទីនេះវាមើលទៅចម្លែកបន្តិចសម្រាប់ខ្ញុំដូចជាផ្លែទឹមអធិរិកភ្លុះមានសម្ភារៈបន្ទាន់ពីការិយាល័យកណ្ដាលរបស់ឈូដែលខ្ញុំត្រូវពិនិត្យខ្ញុំត្រូវទៅទីនោះជាមុនសិនហើយយើងអាចពិភាក្សាលម្អិតអំពីកិច្ចសហប្រតិបត្តិការតាមដានជាការប្រសើរណាស់វាជាអាជីវកម្មទៅមុខហើយនិយាយលាដោយគ្មានខ្ញុំរាជវាំងជេតនៅភាគខាងកើតនៃទីក្រុងនេះអាចជាអធិរិកភ្លុះជេតដ៏ល្បីល្បាញគួរឲ្យចាប់អារម្មណ៍យប់ដ៏ប្រញាប់ខ្ញុំកំពុងមកកូនប្រុសអ្នកមានសំណាងពេលបានជួបខ្ញុំលាក់អធិរាជពណ៌បៃតងនិងអធិរាជនៅខាងក្នុងព្រះអង្គម្ចាស់ភ្លុះអធិរាជ JD មានតម្លៃយ៉ាងហោចណាស់ 10,000 លាននៅក្នុងថ្មនេះវាពិតជាមានរឿងព្រេងរបស់អធិរាជត្បូងភ្លុះត្បូងប្រភេទនេះមិនត្រឹមតែអាចកាត់ថ្លៃបានទេសូម្បីតែអ្នកដែលជួបគាត់នឹងមានសុខភាពល្អនិងទ្រព្យសម្បត្តិសម្រាប់គ្រួសារទាំងមូលតើថៅកែលក់ថ្មនេះដោយរបៀបណា900,000 លានលោកម្ចាស់ខ្ញុំម្នាក់និយាយត្រូវ900,000 លានខ្ញុំនឹងដុតវាក្នុងអំឡុងពេលពិធីបុណ្យខេងមិញសូម្បីតែសារព័ត៌មានក៏មិនហ៊ានឆេះយ៉ាងនេះដែរអូយសុំទោសផងប្រុសសង្ហាទើបតែដេកលក់ហើយនិយាយតម្លៃខុសនេះគឺ20 លានសម្រាប់រណ្ដៅចាស់របស់ Moses សម្រាប់20 លានអ្នកអាចខ្ចប់វាហើយយកវាចេញពី J file 20 លានគឺថ្លៃពេកប្រសិនបើវាថោកជាងអ្នកនៅតែអាចទិញវាបានបើចង់ទិញលេងអាចដាក់តម្លៃបានហើយបើតម្លៃត្រូវក៏លក់ឲ្យដែរមិនហើយចៅហ្វាយចុះ2លានលោកឆេងខ្ញុំបានស្រាវជ្រាវសម្ភារៈនេះជាមួយអ្នកជំនាញជាច្រើនវាអាចប្រមូលបានយ៉ាងហោចណាស់200លានត្បូងអ្នកកំពុងដំឡើងថ្លៃដល់ចិត្តណាអ្នកអាចរកលុយបានច្រើនហឹមប្រុសម្នាក់នេះនៅក្មេងពេកឬខលហែកខ្ញុំប្រាប់អ្នកចាំលោកចៅហ្វាយខ្ញុំនឹងបង់ប្រាក់5លានសម្រាប់ថ្មនេះខ្ញុំចង់បាន Great Wall West តើអ្នកចង់មានន័យដូចម្ដេចតើអ្នកមិនបានឃើញទេថាខ្ញុំជាមនុស្សដំបូងដែលចូលចិត្តសម្ភារៈនេះវាមិនស្របតាមច្បាប់ទេមែនទេគ្រួសារឆេងរបស់យើងក៏ចូលចិត្តឆេងដែរមិនប្រកួតជាមួយបងស៊ីបងប្រុស Shay អាចប្រឆាំងការផ្ដល់ជូនដរាបណាគាត់មិនទាន់បានបង់ប្រាក់វាហាក់ដូចជាអ្នកមិនដឹងពីរបៀបធ្វើវាទេ Great Wall West ច្បាស់ជាមិនមានចិត្តណាល្អទេប៉ុន្តែសម្ភារៈនេះមានផលចំណេញច្រើនដូច្នេះខ្ញុំនៅតែអាចលេងជាមួយអ្នកបន្តិចម្ដងលោកម្ចាស់បើខ្ញុំអានត្រូវបរិះម្នាក់នេះប្រហែលជាមិនទាន់បានបង់ប្រាក់ទេហើយសុភាពបរិះនេះពិតជាមិនទាន់បានបង់ប្រាក់ទេហេតុអីមិនឲ្យគាត់5លានយន់អត់ទេតោះទេប្រាក់ដោយសារ Boss ចេញចង់ចោះជ្រលក់ក្នុងទឹកភក់នេះអ្នកដែលមានតម្លៃខ្ពស់បំផុតនឹងត្រូវចំណាយ8លានឬ10លាន20លានលោកចេងខ្ញុំបានឮថាបរិះម្នាក់នេះនឹករឿងល្អជាច្រើននាពេលថ្មីនេះមិនហ៊ានតែដំឡើងតម្លៃពី10លានទៅ10លាន Switch ខ្ញុំគិតថាក្បាលមាសគ្មានអ្វីលើសពីនោះទេគេទើបតែចាប់ផ្ដើមមើលខ្ញុំពេលក្រោយហើយសម្រាប់គាត់មួយគ្រាប់លោកម្ចាស់ខ្ញុំនឹងឲ្យអ្នក100លានខ្ញុំនឹងបង់ប្រាក់100លានអ្នកធ្វើវាដោយចិត្តណាមែនទេ
ខ្ញុំនឹងផ្ដល់ឲ្យអ្នក100លានកូនឲ្យខ្ញុំមួយដុំបន្ថែមអត់អីទេខ្ញុំនឹងឲ្យអ្នក200លាន ប្រសិនបើអ្នកអាចគ្រាន់តែបន្តបង្កើនតម្លៃឆាងជេនស៊ីវាហាក់ដូចជាអ្នកមិនចេះអត់ធ្មត់ ខ្ញុំនឹងបង់ប្រាក់200 100លាន ក្រុមអ្នកជំនាញតាមដានទាំងពីរក្រុមនេះបានសិក្សារួចហើយវាមានតម្លៃយ៉ាងហោចណាស់200លានបើតាមតម្លៃខ្ញុំខ្លាចថាខាត់មួយរយៈប្រសិនបើអ្នកសួរខ្ញុំសូមឲ្យ Shenzhen ឈ្នះ Brad ខ្ញុំនឹងមិនលេងជាមួយអ្នកទៀតទេសម្ភារៈនេះជារបស់អ្នកវាអាស្រ័យលើអ្នកក្នុងការដោះស្រាយវាគឺ200លាននិង10យួនខ្ញុំនឹងជួយអ្នកជាមួយវាខ្ញុំនឹងកាត់វាចេញដើម្បីមើលថាតើអ្នកនៅតែសាយថៅកែក៏បានសូមឲ្យម្ចាស់ថ្មជួយកាត់ថ្មនោះផងសូមបកស្រាយពីមូលហេតុដែលកូនហ៊ានពន្យល់ជាសាធារណៈអ្នកមិនខ្លាចគេទេមុខទេបន្ទាប់មកយើងនឹងឃើញករណីខ្មៅដៃតើអ្នកចង់កាត់បរិសសង្ហាម្នាក់នេះដោយរបៀបណាខ្ញុំបានឮនេះលោកម្ចាស់អាចជួយខ្ញុំសម្អាតបង្អួចដោយថ្មនេះបានទេថ្មនេះត្រូវបានទិញដោយ Shenzhen ពី Great Wall West បន្ទាប់ពីដំឡើងតម្លៃដល់200លានលុយ200លានយ៉នរបស់បរិសម្នាក់នេះប្រហែលជានឹងត្រូវខ្ជះខ្ជាយឥឡូវនេះអ្នកតាមពិតវាជាត្បូងពណ៌ស្វាយដោយវិនិច្ឆ័យពីតម្លាភាពរបស់វាគួរតែនៅតែស្ថិតក្នុងកម្រិតអធិរាជបើកាត់ចេញអស់វាដូចទឹកអីចឹងបន្ទាប់មកបំណែកនៃសម្ភារៈនេះមានតម្លៃយ៉ាងហោចណាស់500លានគាត់ស័ក្តិសមជាអ្នកវិតម្លៃភ្នែកដល់ទេវភាពដ៏ល្បីល្បាញនេះពិតជាអស្ចារ្យណាស់លោកគ្រូឥឡូវនេះតម្រង់ទៅកណ្ដាលថ្មនេះហើយឲ្យកំបិតមកខ្ញុំ Brad ហេតុអ្វីបានជាអ្នកញៀនដូច្នេះកុំគិតថាមានមុខត្បូងទៅជារឿងធំជឿមិនជឿសម្ភារៈពិតជានឹងដួលរលំជាមួយនឹងការកាត់បន្ទាប់ Leo បាទអូតើខ្ញុំជានរណាស្អាតតាវទី2ពិតជាចេញមកពណ៌បៃតងហើយវាគឺជាប្រភេទទឹកកកដ៏កម្ររបស់អធិរាជពណ៌បៃតងដែលពិតជាមិនគួរឲ្យជឿឯថ្មធម្មតាបែបនេះពិតជាមានពណ៌បៃតងរបស់អធិរាជប្រសិនបើ JD ពីពណ៌ចេញមកនៅពេលក្រោយតម្លៃត្រូវតែកើនឡើងជាលំដាប់តើនេះអាចក្លាយជាអធិរាជបៃតងដោយរបៀបណាមិនអាចទៅរួចហេតុអ្វីបានជាកូនប្រុសរបស់អ្នកសំណាងម្លេះហេចុះមកបីជើងវិញខ្ញុំទៅតែនិយាយទេមែនទេតើអ្នកណាជាអ្នកផ្ទះមុខខ្ញុំមិនអាចនិយាយឲ្យប្រកបបានទេអ្នកគ្រាន់តែមានសំណាងប៉ុណ្ណោះក្រៅពីនេះថ្មនៅមិនទាន់រលត់ទាំងស្រុងទេហើយនៅសល់កន្លះដុំហេតុអ្វីបានជាអ្នកក្រអឺតក្រទុំម្លេះកំបិតបន្ទាប់ដែលខ្ញុំហ៊ានអង្គុយច្បាស់ជាកាត់វាចោលខ្ញុំនឹងឲ្យអ្នកបាត់បង់បេះដូងដោយផ្ទាល់មាត់លោកគ្រូសូមធ្វើវាចុះចាំបងប្អូន10នាក់ខ្ញុំនឹងចំណាយ6000លានសម្រាប់សម្ភារៈនេះខ្ញុំចង់បានវា Great Wall West ប្រសិនបើអ្នកចង់បានសម្ភារៈនេះឥឡូវនេះតម្លៃអបបមកគឺ10,000លានហេតុអ្វីបានជាអ្នកឈួតបើវាដួលដោយការវាយប្រហារលើក្រោយវានឹងមិនមានតម្លៃ1000លានទេមែនទេរួចទុកមួយ like មើលម្ចាស់បន្តស្ដាប់ probability នៃការរកឃើញត្បូងរកភ្លុះគឺដូចជាសัตว์រស់ឡើងដើមឈើគាត់ប្រកាសជានឹងសម្លាប់អ្នកដោយការវាយដ៏មួយបិទមាត់កុំបំផ្លាញអំពើល្អរបស់ខ្ញុំប្រសិនបើខ្ញុំយកសម្ភារៈនេះវាទំនងជាត្បូងភ្លុះហេ10,000លានខ្ញុំចង់បានសម្ភារៈនេះបងប្រុស Shenzhen សូមលក់វាឲ្យខ្ញុំហាងគ្រឿងអលង្ការនាងខ្ញុំត្រូវការបន្ទាន់នៅគ្រឿងអលង្ការដែលមានគុណភាពខ្ពស់ដើម្បីគ្រប់គ្រងដល់ទីកន្លែងបងប្រុស Shenzhen គ្រាន់តែលក់វាឲ្យខ្ញុំហាងគ្រឿងអលង្ការនាងខ្ញុំត្រូវការបន្ទាន់នៅគ្រឿងអលង្ការដែលមានគុណភាពខ្ពស់ដើម្បីគ្រប់គ្រងដល់ទីកន្លែង Shell ហៅខ្ញុំថាបងប្រុសឥឡូវនេះខ្ញុំខ្លាចតម្លៃមិនសមរម្យឬអ្វីមួយបន្ទាប់មកប្រាប់ខ្ញុំថាតើអ្នកចង់បន្ថែមប្រាក់ប៉ុន្មានក្នុងការបើកបំពង់ម៉ាស៊ីនវាប្រកាសជានឹងពេញចិត្តអ្នកយល់ព្រមអ្នកអាចផ្ដល់ឲ្យខ្ញុំ20,000លានឥឡូវនេះខ្ញុំនឹងលក់វាតម្លៃដែលអ្នកផ្ដល់ជូនគឺ20,000លានដែលជាការហួសចិត្តតើអ្នកអាចកាត់បន្ថយតម្លៃបានទេទោះបីជាសម្ភារៈរបស់អ្នកល្អក៏ដោយក៏ពាក់កណ្ដាលនៃវាមិនត្រូវបានកាត់បន្ថយទេតើអ្នកណាដឹងថាមានអ្វីនៅខាងក្នុងដោយសារតែ Boss Cheng បាននិយាយថាវាមិនមានតម្លៃទេសូមពិនិត្យមើលវាឲ្យកាន់តែច្បាស់តើវាមានតម្លៃ20,000លានទេលោកគ្រូសូមពន្យល់បន្តឲ្យបងប្រុសស៊ីកុំចុះហត្ថលេខា151សម្រាប់15,000លានចុះរឿងនេះតម្លៃខ្ពស់បំផុតដែលខ្ញុំអាចបង់បានយើងបានយល់ស្របថាខ្ញុំនឹងមិនលក់វាទេទោះបីវាមានតិចជាង20,000លានក៏ដោយបើអ្នកគ្មានមេត្តាខ្ញុំចង់ឃើញអ្វីទៀតដែលអ្នកអាចកាត់ចេញពីសម្ភារៈមួយនេះហេតុអ្វីខ្ញុំធ្វើមិនបានខ្ញុំស្រឡាញ់វាព្រោះតែស្នេហាទន់ភ្លន់អព្រះជាម្ចាស់ឲ្យនេះពិតជាមិនគួរឲ្យជឿវាជាតម្លៃនៃសម្ភារៈត្បូងពណ៌ស្វាយដ៏មានគុណភាពកម្ពុជារបស់រាជវង្សវាសាមញ្ញមិនអាចវាស់វែងបានបន្ថែមពីលើពណ៌បៃតងរបស់អធិរាជឥឡូវនេះគឺជាកូនភ្លុះដ៏កម្រក្នុងរយៈពេល100ឆ្នាំអធិរាជខ្ញុំបានទៅរកពណ៌ស្វាយដ៏អស្ចារ្យបំផុតនិងពណ៌បៃតងអធិរាជដ៏អស្ចារ្យខ្ញុំមិនដែលឃើញជារីភ្លុះបែបនេះទេក្នុងជីវិតរបស់ខ្ញុំបាទតម្លៃនៃសម្ភារៈនេះបានកើនឡើងយ៉ាងខ្លាំងវាហាក់ដូចជាថា20,000លានដែល Shenzhen បាននិយាយនាពេលនេះគឺពិតជាមិនសមហេតុផលទេមិនបានរត់ចេញទេទាំងនេះគឺជាត្បូងមរកតរបស់អធិរាជភ្លុះខ្ញុំពិតជាសំណាងណាស់ដែលពួកគេបានរត់ចេញពីខ្ញុំ
ត្បូងដ៏ល្បីនេះត្រូវបានរកឃើញពិតប្រាកដសម្ភារៈនេះគឺពិតជាល្អបំផុតនៅក្នុងពិភពលោកខ្ញុំខ្លាចថាបំណែកបែបនេះនឹងមិនត្រូវបានរកឃើញរាប់រយឆ្នាំជាងនេះទៅទៀតចំនួនទឹកប្រាក់ដ៏ច្រើនបែបនេះ20,000 លានគឺបាត់បងប្រុសશេគ្រាន់តែជាកំហុសរបស់ខ្ញុំចំពោះការស្ដាប់ពីអសុរោះ ខ្ញុំមានចិត្តណាដំឡើងតម្លៃឲ្យអ្នកដោយសង្ឃឹមថាប្រសិនបើអ្នកជាអ្នកធំឬអ្នកតូចអ្នកអាចលក់វាឲ្យខ្ញុំជាង20,000 លានចុះលក់ឲ្យខ្ញុំវិញ អ្នកអាចលក់វាឲ្យខ្ញុំបានប៉ុន្តែខ្ញុំឃើញថា Masterman នៅក្បែរអ្នកហាក់ដូចជាមិនសូវជឿជាក់កូនអ្នកមានសំណាងមួយផ្លែតអ្នកក្រអឺតក្រទុំណាស់តើអ្នកណានឹងតែងតែមានសំណាងស៊ីជិនស៊ីង បងប្រុសតើអ្នកអាចទទួលបានគ្រឿងផ្សំល្អបំផុតរាល់ពេលទេតើវាគ្រាន់តែជាសំណាងទេពេលយើងខ្ញុំកំពុងប្រាប់អ្នកឥឡូវនេះថាអ្នកត្រូវបានគេបណ្តេញចេញពីហាងលក់គ្រឿងអលង្ការ ខ្ញុំក៏មិនចង់ឃើញអ្នកនៅថ្ងៃអនាគតដែរយ៉ាងណាមិញខ្ញុំកំពុងប្រាប់អ្នកឥឡូវនេះថាអ្នកត្រូវបានបណ្តេញចេញពីគ្រឿងអលង្ការរបស់ Cheng ហើយខ្ញុំមិនចង់ជួបអ្នកនាពេលអនាគតទេកុំភ្លេច Cheng Xiaobian លើកនេះខ្ញុំទើបតែធ្វើខុសដោយចៃដន្យសូមផ្ដល់ឱកាសឲ្យខ្ញុំធ្វើខុសម្ដងទៀតខ្ញុំឃើញអ្នកអះអាងថាជាផ្ទះរបស់មេបុរសធ្វើខុសរាល់ពេល បងប្រុស Shi Zhen គ្រាន់តែធ្វើឲ្យខ្ញុំអាក់អន់ចិត្តនិងបង្កើតមិត្តបើអ្នកមកជាមួយនឹងសម្ភារៈល្អខ្ញុំច្បាស់ជានឹងយកជាងរោងចក្រល្អចៅហ្វាយប្រកាសជា